អាយដាមវ័យសំណាងការផ្លាស់ប្ដូរថ្នាក់ដឹកនាំមិនមែនជារឿងងាយស្រួលឡើយសូមរួមគ្នារក្សាសន្តិភាពនិងការអភិវឌ្ឍជាមួយគណៈបកប្រជាជនកម្ពុជាអាយដាមវ័យសំណាងសមាជិកគណៈកម្មការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មការគណៈបកខេត្តតាកែវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយមន្ត្រីគណៈបកឃុំចំនួន7មកពីស្រុកព្រៃកបាសដែលពិធីនេះបានរៀបចំឡើងនៅស្នាក់ការគណៈបកស្រុកព្រៃកបាសពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈបកខេត្តថ្នាក់ដឹកនាំគណៈបកស្រុកព្រមទាំងមន្ត្រីសមាជិកសមាជិកាគណៈបកនៅក្នុងមូលដ្ឋានជាច្រើនអ្នកនៅក្នុងឱកាសនោះអាយដាមវ័យសំណាងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្ដៅបំផុតអំពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកនិងជានាយករដ្ឋមន្ត្រីជូនចំពោះបងប្អូនមន្ត្រីបកនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកព្រៃកបាសផងដែរថ្លែងទៅកាន់អង្គពិធីទាំងមូលអាយដាមប្រធានគណៈកម្មការគណៈបកខេត្តបានគូបញ្ជាក់យ៉ាងស៊ីជម្រៅលើទស្សនវិស័យនយោបាយនិងថ្នាក់ដឹកនាំប្រទេសដោយអាយដាមបានលើកឡើងថាការដោះដូរនិងផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសនីមួយៗមិនមែនជារឿងងាយស្រួលនោះឡើយអាយដាមបានសង្កត់ធ្ងន់ថាប្រសិនបើការសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតមានការខុសឆ្គងដោយសារតែការឃោសនាបោកប្រាស់ឬការញុះញង់ផ្សេងៗវានឹងធ្វើឲ្យអនាគតរបស់ប្រទេសជាតិធ្លាក់ចូលទៅកាន់ហានិភ័យយ៉ាងធ្ងន់ធ្ងរជួបប្រទះនៅវិបត្តិភាពវឹកវរការបាត់បង់អស្ថិរភាពនយោបាយដែលអាចបំផ្លាញនូវរាល់សមិទ្ធផលដែលយើងបានខិតខំកសាងមកយ៉ាងលំបាកជាមួយគ្នានោះឯកឧត្តមវ័យសំណាងបានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំរួមទាំងមន្ត្រីសមាជិកសមាជិកាគណៈបកឃុំទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តនៅភារកិច្ចសំខាន់ៗដូចជាមន្ត្រីបកគ្រប់រូបត្រូវខិតខំចុះឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្តាប់ឲ្យបាននៅសុខទុក្ខនិងតម្រូវការជាក់ស្ដែងដើម្បីជួយដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលាត្រូវខិតខំគៀកោនិងពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់អំពីសមិទ្ធផលពិតប្រាកដដែលកើតចេញពីនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបកប្រជាជនកម្ពុជានិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍសន្តិសុខនិងភាពរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរពិធីសំណេះសំណាលបញ្ចប់ទៅដោយភាពរីករាយស្និទ្ធស្នាលនិងការយោគយល់គ្នាយ៉ាងជ្រាលជ្រៅដោយមន្ត្រីគណៈបកឃុំទាំង7ក្នុងស្រុកព្រៃកបាសបានសម្ដែងនូវក្តីរំភើបនិងបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានគណៈកម្មការគណៈបកខេត្តទៅជំរុញអនុវត្តឲ្យទទួលបានលទ្ធផលជោគជ័យបន្ថែមទៀតនៅតាមមូលដ្ឋានរៀងៗខ្លួន